នេះជាព័ត៌មានសំខាន់សម្រាប់បងប្អូនដែលជាកងទ័ពនៅសមរភូមិមុខត្រូវប្រយ័ត្នអំពីទីតាំង location បន្ទាន់ហើយសំខាន់ខ្លាំងមែនទែនដែលខ្ញុំត្រូវការជំនួយសូមឲ្យអ្នកទាំងអស់គ្នា share វីដេអូមួយនេះជាបន្ទាន់ដោយសារតែបងប្រុសម្នាក់នេះគឺគាត់បានប្រាប់ថានៅខាងប្រទេសសៀមគឺវាកំពុងតែប្រមូលនិស្សិត IT ជាមួយនឹងអ្នកដែលមានជំនាញព័ត៌មានវិទ្យាដើម្បីទៅជំរុំរបស់វាហើយធ្វើការបង្ហោះដ្រូននិងចាប់យកទីតាំង address ឬមួយក៏ coordinate របស់បងទាហានខ្មែរយើងដែលគាត់នៅតែបន្តប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិតព្រោះថាឥឡូវនេះគឺនៅតែមានបងតាហ៊ានដែលគាត់អត់បានដឹងពីព័ត៌មានមួយនេះទេគឺគាត់នៅតែបន្តប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិតបង្ហោះមកចូលនៅក្នុង Facebook ឬមួយក៏នៅក្នុង Telegram ដែលងាយស្រួលឲ្យអ្នកខាងនោះចាប់បានទីតាំងរបស់ពួកគាត់ខ្លាំងមែនតើហើយវាគឺជារឿងដែលគ្រោះថ្នាក់ខ្លាំងមែនតើសម្រាប់បងតាហ៊ានជួរមុខអញ្ចឹងខ្ញុំសូមឲ្យអ្នកទាំងអស់គ្នាជួយ share វីដេអូមួយនេះដើម្បីឲ្យបានថ្នាក់លើឬមួយក៏ថ្នាក់ដឹកនាំគាត់បានបញ្ជាមកបងកងទ័ពតាហ៊ានជួរមុខដើម្បីបញ្ឈប់ការប្រើប្រាស់អ៊ីនធឺណិតហើយបើសិនជាបងធ្វើវីដេអូផ្សេងទៀតបានឃើញព័ត៌មានមួយនេះសូមជួយ share គ្នាជាបន្ទាន់ដោយសារតែវាសំខាន់ខ្លាំងមែនតើ